ទាំងអស់គ្នាធ្លាប់អត់នៅសុកស្រាប់តែទូរស័ព្ទដៃ iPhone របស់អ្នកនរគ្នាគៀងចុចអត់ដំណើរការជាពិសេសអត់ដឹងថាមូលហេតុអីពេលដែលអ្នកនរគ្នាចូលទៅថតស្រាប់តែទូរស័ព្ទដៃរបស់អ្នកនរគ្នាគឺលោតចេញបែបនេះវាពេញទេអ្នកនរគ្នាអញ្ចឹងទាំងដែលរូបថតរបស់យើងក៏មានតិចវីដេអូរបស់យើងក៏មានតិចក៏ប៉ុន្តែយើងអត់ដឹងថាវាពេញនៅចំណុចកន្លែងណាត្រូវអត់អូខេអញ្ចឹងបើសិនជាអ្នកនរគ្នាកំពុងតែជួបជាមួយទូរស័ព្ទដៃរបស់អ្នកនរគ្នានៅសុកស្រាប់តែទូរស័ព្ទដៃគៀងហើយដល់ពេលឆែកមើល storage មើល memory ហ្នឹងវា full វាពេញទាំងដែលអត់មានរូបថតអត់មាន memory តោះថ្ងៃនេះគឺខ្ញុំនឹងទៅប្រាប់អ្នកនរគ្នាពីកន្លែងដែលវាធ្វើឲ្យទូរស័ព្ទដៃរបស់អ្នកនរគ្នាឆាប់ពេញចំណុចទី1ដែលអ្នកនរគ្នាត្រូវតែឆែកគឺចូលទៅឆែកតែម្ដងគឺទៅលើកម្មវិធី Telegram ឬមួយក៏កម្មវិធី TikTok កម្មវិធី Facebook យើងចូលទៅឆែកមើលវាហើយយើងនឹងធ្វើការ clear ខាច់ទាំងអស់គ្នាដើម្បីកុំឲ្យទូរស័ព្ទដៃរបស់យើងហ្នឹងគឺពេញដោយអត់ដឹងមូលហេតុទៀតឥឡូវខ្ញុំសូមចូលមក setting ហើយបន្តមកទៀតខ្ញុំសូមអូសចូលទៅខាងក្រោមយើងចុចទៅលើពាក្យ general បន្តមកទៀតគឺយើងចុចទៅលើពាក្យថា iPhone storage អូខេអញ្ចឹងដោយដែលអ្នកនរគ្នាបានឃើញទូរស័ព្ទដៃរបស់ខ្ញុំ 64G ហើយគឺវាពេញហើយវាផ្ទុកបានជាមួយនឹងឯកសាររហូតដល់ 63.77G ហើយបើសិនជាខ្ញុំចូលទៅក្នុងកន្លែង photo ឬមួយក៏កន្លែងរូបថតរបស់ខ្ញុំហ្នឹងគឺវានឹងលោតមកបែបនេះតែម្ដងអ្នកនរគ្នាហើយអត់ដឹងថាវាមានជាមួយនឹងរូបថតអីខ្លះទេទូរស័ព្ទដៃមួយនេះរូបថតគឺតិចខ្លាំងមែនតើឥឡូវខ្ញុំសូមចូលទៅកន្លែងដែលវាធ្វើឲ្យទូរស័ព្ទដៃមួយនឹងវាពេញណាអូខេទី1ដូចដែលខ្ញុំនិយាយអញ្ចឹងទៅលើ account Telegram បន្ទាប់ពីអ្នកនរគ្នាចូលមក account Telegram បែបនេះហើយគឺអ្នកនរគ្នាមើលត្រង់កន្លែងនេះកន្លែង setting នៅខាងក្រោមហ្នឹងហើយអ្នកនរគ្នាឲ្យចូលមកខាងក្រោមមកគឺយើងមើលទៅលើកន្លែង data and storage នេះអ្នកនរគ្នាឃើញថា account Telegram គឺស៊ីមេច្រើនខ្លាំងមែនតើអ្នកនរគ្នាហើយនេះគឺ data ទៅលើការប្រើប្រាស់ប្រចាំថ្ងៃវាស្តុកទុកនៅកន្លែងហ្នឹងតែម្ដងអញ្ចឹងបើសិនជាអ្នកនរគ្នាជាអ្នកប្រើប្រាស់ account Telegram ជារៀងរាល់ថ្ងៃហើយជាចាំបាច់កុំភ្លេចចូលមក clear ខាច់ឬមួយក៏ចូលមកសម្អាត storage នៅកន្លែងនេះដើម្បីកុំឲ្យទូរស័ព្ទដៃរបស់យើងនៅសុកពេញដោយអត់ដឹងខ្លួនអ្នកនរគ្នាអញ្ចឹងឥឡូវខ្ញុំចុច clear ចាំមើលថា memory របស់ខ្ញុំវាស្រកអត់អញ្ចឹងណាឥឡូវយើងរងចាំវាបន្តិចទៅអូខេឃើញថាបាន 100% ហើយខ្ញុំចុចថយមកក្រោយវិញកន្លែងជានេះគឺវាស្រកអស់លីអ្នកនរគ្នាហើយខាងក្រោមនេះគឺ network user ហ្នឹងគឺស៊ីរហូតដល់ 20G ជាងអញ្ចឹងគឺអ្នកនរគ្នាចុច reset នៅខាងក្រោមនេះមកអូខេកន្លែងនេះ reset ពីរដងមកអ្នកនរគ្នាបើវាអត់បាត់អាដោយសារតែឥឡូវនេះគឺវាកំពុងតែដំណើរការភ្លាមគឺវាអត់ទាន់សម្អាត 100% ទេអូខេឥឡូវខ្ញុំសូមថយទៅក្រោយវិញខ្ញុំអូសវាចោលហើយខ្ញុំចូលទៅ setting សារថ្មីចូលនៅថាវាស្រកអត់ចឹងណាកុំឲ្យថាខ្ញុំចេះតែថាអូខេខ្ញុំចូលមក setting ខ្ញុំចូលទៅ general ដដែលហើយយើងចូលទៅលើកន្លែង iPhone storage គឺដោយដែលអ្នកនរគ្នាបានឃើញអញ្ចឹងឥឡូវនេះគឺជីវាបានស្រកសឹងថាពាក់កណ្ដាលទៅឲ្យអ្នកនរគ្នាដោយសារតែមិញ 37G ឥឡូវនេះមិញវា 63G ឥឡូវនៅសល់49បានន័យថាខ្ញុំប្រើប្រាស់អស់49ហើយនៅសល់ជាង20G វិញអ្នកនរគ្នាហើយមានកន្លែងផ្សេងជាច្រើនទៀតដូចនៅក្នុង TikTok ខ្ញុំអត់សូវប្រើទេបើសិនជាអ្នកនរគ្នាជាអ្នកលេង TikTok ក៏គួរតែចូលមកសម្អាតដែរយើងចូលកន្លែងមក profile នេះមកហ្នឹងហើយយើងចូលមក profile យើងចុចកន្លែង 3 ខាងលើនេះយើងចូលទៅកន្លែង setting and privacy ហើយអ្នកនរគ្នាអូសចូលមកខាងក្រោមមកយើងនឹងបានឃើញកន្លែងមួយដែលគេដាក់ថាឲ្យយើង clear ខាច់អ្នកនរគ្នានេះ free app space យើងចុចមកលើពាក្យហ្នឹងមកហើយយើងចុច clear កន្លែងនេះមកអូខេយើង clear វាអស់មកទាំងអស់គ្នាអានេះគឺករណីបើសិនជានៅសុកស្រាប់តែទូរស័ព្ទដៃរបស់អ្នកនរគ្នាពេញអីអញ្ចឹងណាហើយមួយទៀតទៅលើកម្មវិធី Facebook ក៏វាស៊ីមេច្រើនដែរឥឡូវខ្ញុំសូមចូលទៅឆែកនៅក្នុង setting តែម្ដងចូលនឹងថា app account Facebook ហ្នឹងស៊ីប្រហែល G ហើយយើងមើលទៅលើកន្លែង iPhone storage បន្តមកទៀតគឺអ្នកនរគ្នាអូសចូលមកខាងក្រោមមកគឺបងប្អូនយើងនឹងបានឃើញជាមួយនឹងកម្មវិធីទាំងអស់ហ្នឹងហើយដែលវាស៊ីជាមួយនឹងទំហំ G គឺធំខ្លាំងមែនតើហើយជាក់ស្ដែងដូច photo ដូចជារូបថតឬក៏វីដេអូរបស់ខ្ញុំហ្នឹងគឺត្រឹមតែ 9G ទេអ្នកនរគ្នាក៏ប៉ុន្តែមិញគឺវាលោតឡើងពេញឡើង full តែម្ដងដូចកន្លែង Telegram នេះពេលដែលយើង download មកដំបូងឡើយគឺវាត្រឹមតែ 300-400 មេទេអ្នកនរគ្នាក៏ប៉ុន្តែបើសិនជាយើងប្រើប្រាស់ជាចាំបាច់ជារៀងរាល់ថ្ងៃគឺវានឹងឡើង G ធំបែបនេះតែម្ដងអញ្ចឹងបើសិនជាអ្នកនរគ្នាចូលមកឆែកកន្លែងនេះឃើញឡើង G ធំគឺអ្នកនរគ្នាអាចលុបកម្មវិធី Telegram នឹងចោលទៅហើយបន្តមកទៀតដំឡើងថ្មីហើយចាំបាច់ចូលសារថ្មីទៅគឺវាស៊ីមេតូចជាងមុនហើយសម្រាប់ YouTube ក៏ដូចគ្នាផងដែរគឺដូចដែលអ្នកនរគ្នាឃើញអញ្ចឹង YouTube ស៊ីរហូតដល់ 2G ដែរអ្នកនរគ្នាអញ្ចឹងបើសិនជាឃើញធំបែបនេះគឺអ្នកនរគ្នាអាចលុបបានហើយ account Facebook ហ្នឹងក៏អញ្ចឹងដែរ
ពេលដែលអ្នកនរគ្នាលុបទៅហើយ download វាមកដំឡើងសារថ្មីគឺវានឹងស៊ីមេតូចជាងមុនអ្នកនរគ្នាអូខេអញ្ចឹងគឺងាយស្រួលទេបើសិនជាអ្នកនរគ្នាចង់ដឹងថាកម្មវិធីណាខ្លះដែលស៊ីមេធំគឺអ្នកនរគ្នាអាចចូលមកកន្លែង iPhone storage ហ្នឹងមកហើយអូសខ្ញុំខាងក្រោមមកគឺអ្នកនរគ្នានឹងបានឃើញហើយគឺមានបង្ហាញច្បាស់ជូនអ្នកនរគ្នាតែម្ដងអញ្ចឹងវីដេអូនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបើសិនជាអ្នកនរគ្នាជួបជាមួយនឹងបញ្ហាដែលខ្ញុំបាននិយាយកុំភ្លេចសាកល្បងហើយកុំភ្លេចធ្វើការ comment ខាងក្រោមហើយបើសិនជាអត់ទាន់បានចុច follow page របស់ខ្ញុំទេកុំភ្លេចចុច follow page ហើយបើសិនជាអត់ទាន់បាន subscribe កុំភ្លេច subscribe ដល់រូបកណ្ដឹងហើយខ្ញុំនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយបាយបាយ